កម្មភាពប្រកបអាហារជូនទៅដល់លោកតាហើយនិងលោកយាយក្រីក្រនៅភូមិស្ទឹងឆ្វេងឃុំច្បារអំពៅស្រុកបាធាយខេត្តកំពង់ចាមដែលជាអំណោយរបស់សប្បុរសជនបងអូនស្រីសេលីណាម៉ាឡារីហើយនិងក្រុមគ្រួសារបងអូនស្រីចំណានអាកាសហើយនិងក្រុមគ្រួសារបងអូនស្រីចិនដាម៉ាយ៉ាហើយនិងក្រុមគ្រួសារនៅ Pennsylvania ដែលបានឧបត្ថម្ភ$100សម្រាប់អាហារហើយនឹងសរងកម្មាជូនដល់លោកតាលោកយាយនៅថ្ងៃនេះផងដែរmau xí chặt chặt lên này xí hối à ai đóទឹកអីខ្វះភាសាទៀតណាមានបាទជើញតាថែមទៀតទេលោកតាបានហើយហើយជាអ្នកដាក់ក៏ដាក់ឲ្យភ្លេចចុះអត់ទេយើងមានបច្ច័យអីឲ្យលោកតាអីហើយលោកយាយគាត់នេះលោកយាយគាត់មានជំងឺពីយូរហើយពីកំណើតឬក៏យ៉ាងម៉េចពីកំណើតមកអញ្ចឹងហើយកូនចៅបានអ្នកដែរតែម្នាក់ឯងគាត់មកបាទត្រូវការគាត់អត់មានអ្នកត្រូវការឲ្យបានកូនមិនដែរបាទពួកឯងចូលលោកយាយមកមានត្រូវការពួកឯងជួយស្មាត់ទោះបាទលេងសើចទៅលោកយាយសើចភាសាឆ្អែតទេលោកយាយបាទនឹងចាំអញ្ចឹងណាបាទចាំជូនលុយឲ្យលោកយាយបន្តិចណាលោកយាយណាកុំអាទៅអញ្ចឹងបាទហើយបន្តមកទៀតក្រោយពីញ៉ាំអាហារចែកស្រង់ហើយខ្ញុំមកដកថវិកា50បន្ថែមដើម្បីចែកគាត់ចំនួនម្នាក់10000រៀលស្មើនឹង$2.5កាដើម្បីគាត់ទៀតដល់ជាទៅផ្សាយនៅក្រៅទៀតចឹងហើយសូមអរគុណថ្មីទៅដល់បងស្រីសេលីណាម៉ាឡារីគ្រូសាបងចំណានអាកាសគ្រូសាហើយនឹងបងចិនដាមកយ៉ាងគ្រូសានៅ Pennsylvania អរគុណចឹងនេះថវិកា10000រៀលទៀតណាគ្រាន់ទៅភាសាអីក៏មកលោញ៉ាំឲ្យគ្មានអីមានណោះហើយនិយាយដៃអរគុណគោអត់មកនិយាយចាំពិសេសជាងគេចាំជូនច្រើនតិចបន្លំធ្វើតាងាយដែរយើងចាំតាមជួបគ្នានោះដល់ខលឈប់បងនេះអូខេឡាមកអង្គុយលើនេះមកហូបបាំងទៀតបើចាំបានសាប់អត់ទេអញ្ចឹងណាមកចាំមកក្រោយគ្នាទៀតបាទនេះអញ្ចឹងអត់ទេជួយខ្ញុំដល់ចាំផងបាទអរខ្ញុំអត់មានដូរប្រើទេលើទឹកចាំមកបាន